OK សួស្តីចឹងក្នុងវីដេអូនេះខ្ញុំមកបង្ហាញពីការ set up reward redemption ដែលមុខងារនេះគឺប្រើដើម្បីបង្កើតទៅលើបញ្ជីរង្វាន់ដែលរង្វាន់ហ្នឹងគឺកាត់ចេញពីពិន្ទុរបស់ការសមាជិកដែលបានសន្សំអញ្ចឹងការកំណត់រង្វាន់គឺយើងអាចប្រើប្រាស់ជាគូប៉ុងជាទឹកប្រាក់និងជាមួយមួយទៀតគឺជារង្វាន់ item គូប៉ុងអញ្ចឹងដើម្បីធ្វើការបង្កើតណាខ្ញុំសូមបង្ហាញក្នុង system ហើយអញ្ចឹងដើម្បីធ្វើការបង្កើតមុខងារ set reward redemption បានគឺយើងចូលទៅកាន់ marketing មកបន្តមកទៀតយើងចូលទៅមុខងារពាក្យថា set reward redemption អញ្ចឹងកន្លែងហ្នឹងគឺយើងនឹងអាចមើលឃើញ list ឬក៏ reward ដែលបានបង្កើតចាស់បើសិនបើយើងកំពុងតែមានស្រាប់និងមួយទៀតបើសិនបើយើងបង្កើតថ្មីយើងអាចចុចទៅលើប៊ូតុង new នៅកន្លែងនេះចឹងក្នុងការបង្កើតគឺយើងមានលក្ខខណ្ឌពីរដូចខ្ញុំបានបញ្ជាក់នៅពេលដែលយើងមានការបង្កើតយើងអាច comment ចូលទៅលើ name នេះថាតើយើងកំពុងតែបង្កើតអីមួយហើយយើងជ្រើសរើសទៅលើ type នេះគឺយើងអាច set បានទៅលើคูปอง amount ឬក៏ item คูปองដែលខ្ញុំបានបញ្ជាក់នៅខាងមុខហ្នឹងវិញអញ្ចឹងដោយសារតែខ្ញុំលក្ខខណ្ឌនេះគឺខ្ញុំចង់បង្កើតជាមួយនឹងคูปอง$2ដែល exchange ចេញពីពិន្ទុពិន្ទុ20អញ្ចឹងខ្ញុំអាច comment ចូល name នឹងកន្លែងហ្នឹងបានបន្តមកទៀតគោលបំណងដែលខ្ញុំចង់បង្កើតគឺคูปอง amount $2អញ្ចឹងអ្វីដែលយើងអាចកំណត់បានកន្លែងនេះគឺជាតម្លៃ point មានន័យថាជាចំនួនដែលយើងអាចកាត់ចេញដើម្បីធ្វើម៉េចឲ្យស្មើនឹងคูปองដែលយើងចង់បាន$2ហ្នឹងអញ្ចឹងខ្ញុំកំណត់ថា20បន្តមកទៀតយើងអាច select ថាคูปอง amount សម្រាប់ reward condition មួយនេះគឺយើងមានទៅលើការបង្ហាញវីដេអូស្រាប់ទៅលើរបៀបបង្កើត reward condition ប៉ុន្តែបច្ចុប្បន្នគឺសម្រាប់ការបង្ហាញខ្ញុំសូមដាក់ general បន្តមកទៀតទៅលើ amount នេះគឺយើងជា amount នៃទឹកប្រាក់คูปองដែលយើងទទួលបានអញ្ចឹងយើងធ្វើដាក់$2ចំពោះ minimum spend យើងអាចកំណត់ឬក៏មិនកំណត់អាស្រ័យទៅលើភាពជាក់ស្ដែងដែលយើងចង់ផ្ដល់ឲ្យថាតើយើងចង់ឲ្យមានការចាយដែរឬទេសម្រាប់$2ដែលមិនកំណត់ការចាយទឹកប្រាក់ចាយអញ្ចឹងឧទាហរណ៍ថាបើសិនបើខ្ញុំអត់កំណត់ការចាយខ្ញុំដាក់ជា0ធម្មតាមានន័យថា$2ហ្នឹងចាយបានលើការទិញប្រហែលក៏បានដែរប៉ុន្តែបើសិនជាខ្ញុំកំណត់ថាទឹកប្រាក់$5អញ្ចឹងមានន័យថាបើសិនបើយើងចង់យកคูปอง$2ហ្នឹងទៅចាយលុះត្រាតែយើងបានចំណាយទឹកប្រាក់$5សិនទើបយក$2ហ្នឹងទៅកាត់បានអញ្ចឹងលក្ខខណ្ឌនេះគឺអាស្រ័យទៅលើ condition ជាក់ស្ដែងនៅខាងក្រៅថាតើយើងតម្រូវការប្រើប្រាស់មួយណាអញ្ចឹងបច្ចុប្បន្នខ្ញុំសូមដាក់ថាដើម្បីចាយ$2បានគឺយើងកំណត់ថាទឹកប្រាក់$5ទិញចាំពី$5ឡើងទៅទើបអាចចាយ$2បានចំពោះ expiration day គឺយើងអាចកំណត់បានថាតើបន្ទាប់ពីការដែលគាត់ធ្វើការកាត់ពិន្ទុសន្សំដើម្បីបដូរយកคูปองនឹងហើយតើប្រហែលថ្ងៃតែคูปองនឹងនឹងត្រូវ expire អញ្ចឹងយើងអាចដាក់ចំនួនថ្ងៃបានគឺថ្ងៃទី30ថ្ងៃទើប expire អញ្ចឹងកន្លែងនេះគឺយើងអាចកំណត់ជារយៈពេលជាថ្ងៃបានបន្តមកទៀតសម្រាប់ការ show នេះគឺយើង apply បានពីរដោយសារតែ reward redemption យើងអាចប្រើជាមួយនឹង POS redeem ដើម្បីកាត់ពិន្ទុឲ្យគាត់និងមួយទៀតគាត់អាច exchange ទៅលើ app បានប៉ុន្តែបើសិនបើលទ្ធភាពរបស់យើងអត់ទាន់អាចកំណត់ទៅលើ app បានទេយើងអាចដាក់ថា no កន្លែង app នេះបានអញ្ចឹងមានន័យថាគាត់អត់អាចធ្វើការ redeem ទៅលើ mobile app ឬក៏ K Store បានទេអញ្ចឹងកន្លែងហ្នឹងបើសិនជាដាក់ no មានន័យថាគាត់អាចមើលឃើញទៅ list ប៉ុន្តែអត់មានឃើញប៊ូតុង redeem បានទេតមកទៀតជាមួយនឹងព័ត៌មាន description អាចបញ្ជាក់បន្ថែមទៅលើតម្លៃដែលយើងអាចធ្វើបានសរសេរបន្ថែមទៅលើ condition ជាមួយនឹងព័ត៌មានផ្សេងៗនៃការ reward និង term condition ត្រឹមថ្ងៃណាខែណាយើងអាចកំណត់បានជាតិចនៅខាងក្នុងនឹង design បានមួយវិញទៀតទៅលើ reward photo និង reward banner សូមដាក់ជាព័ត៌មានដូចគ្នាខ្ញុំឧទាហរណ៍ថាខ្ញុំមានគូប៉ុងដែលខ្ញុំបាន design រួចរាល់សូមចូលទៅកាន់ព័ត៌មានដែលយើងអាចកំណត់បានអូខេអញ្ចឹងយើងដាក់លើព័ត៌មានកន្លែងហ្នឹងមក apply ដូចគ្នាហើយធ្វើការរក្សាទុកគឺយើងនឹងទទួលបានការបង្កើត reward redemption នៅក្នុងករណីคูปอง$2កាត់ចេញពីពិន្ទុ20ដែលយើងបានសន្សំ Yesចឹងវានឹងចេញ list មកបែបហ្នឹងហើយមានព័ត៌មាននៃការកំណត់คูปอง type ជាមួយនឹងថ្ងៃខែដែលយើងបានបង្កើតចឹងសម្រាប់ការបង្កើតនេះខ្ញុំសូមបង្ហាញប៉ុណ្ណឹង